នេះស្ងោរជ្រក់ណាំងៅទាហត់ទឹកស៊ុបក្តៅមកមានកម្លាំងបងកម្លាំងក្តីមួយហើយប្រេងឆាអស់ខ្ញុំប្រាប់បើលកប្រៃមានតែលកគ្រូឲ្យដាក់មកនេះមានអស់ហើយក៏ប៉ុណ្ណឹងដែរដាក់ប៉ុណ្ណឹងសិនគេញ៉ាំបានដល់មកទេខ្លាចកូនញ៉ាំយើងរងាស់វាឲ្យទឹកប្រៃនេះវាអស់ទៅវាមានក្លិនទៀតទេនេះចាំយើងក៏ដាក់ស្ងោរឬក៏ខ្ញុំចង់ឆាអំបិលម្ទេសឆាទៀនអំបិលម្ទេសនឹងស្ងោរណាំងៅខ្លាញ់ទេច្រើនអញ្ចឹងយើងចាក់វាចេញសិនមកកុំឲ្យវាមានគេហៅគេទលន់ណាអញ្ចឹងចាក់ខ្លាញ់វាចេញអស់មកកំហមស្រូវលុះទារបស់យើងណាដាក់នឹងមកយើងនឹងមកស្ទុះហើយចាំដាក់ណាំងៅហើយបងគ្រឿងហើយរួចស្រេចណាំងៅខ្ញុំហាន់ទូចឹងយើងបាត់ហ្គាសសិនមកបាត់ហ្គាសយើងដាក់ដើមជីដើមខ្ទឹមរបស់យើងម្ទេសខ្ចីរបស់យើងនេះមកយើងច្របាច់ក្រូចឆ្មាចូលមួយចំណិតប៉ុណ្ណឹងរួចស្រេចហើយយើងដាក់ស្លទៅដែរតាមអំបិលម្ទេសហើយទៅធ្វើខាងនេះតាមអំបិលម្ទេសរបស់យើងហើយកូរវាតិចណាហើយគ្រឿងទៅយកគ្រឿងនឹងសយើងនេះទាលីងបងម្ទេសអីគេញ៉ាំអីគេញ៉ាំពងអត់ទេមកគេញ៉ាំពងហើយណាទឹកស៊ុបណាំងៅទារបស់យើងlàឆ្ងាញ់làជាតិជូរមានកម្លាំង